សំណើតម្លៃ$100 លាន$100 offers និពន្ធដោយលោក Alex Hormozy បង្កើតសំណើដែលល្អដល់ថ្នាក់មនុស្សមិនអាចបដិសេធបាន Alex Hormozy គឺជាស្ថាបនិកនិងអ្នកនិពន្ធសៀវភៅ$100 offers ដែលបានបង្កើតវិធីសាស្ត្រអាជីវកម្មមួយអាចជួយឲ្យគាត់បង្កើតគូសំណើលក់ offer ដែលមានតម្លៃខ្ពស់ដល់ថ្នាក់អតិថិជនមានអារម្មណ៍ថាការបដិសេធគឺជាការខាតបង់ឱកាសដ៏ធំនៅក្នុងសៀវភៅនេះអ្នកនឹងរៀនពីរបៀបកំណត់តម្លៃខ្ពស់សម្រាប់ផលិតផលឬសេវាកម្មរបស់អ្នកបង្កើតផលិតផលនិងសេវាកម្មដែលផ្ដល់តម្លៃខ្ពស់ដល់អតិថិជនបន្ថែមអត្ថប្រយោជន៍និងធៀបផ្សេងទៅក្នុងសំណើរបស់អ្នកដើម្បីធ្វើឲ្យវាកាន់តែទាក់ទាញបង្កើត Grand Slam Offer ឬសំណើពិសេសដែលធ្វើឲ្យអតិថិជនសម្រេចចិត្តទិញយ៉ាងឆាប់រហ័សប្រើយុទ្ធសាស្ត្រទីផ្សារបែបថ្មីនិងខុសពីវិធីសាស្ត្រប្រពៃណីដើម្បីធ្វើឲ្យការលក់កាន់តែងាយស្រួលសារសំខាន់របស់សៀវភៅមនុស្សភាគច្រើនមិនមានបញ្ហាក្នុងការលក់ទេប៉ុន្តែបញ្ហាពិតប្រាកដគឺសំណើ offer របស់ពួកគេមិនទាន់មានភាពទាក់ទាញគ្រប់គ្រាន់ប្រសិនបើអ្នកអាចបង្កើតសំណើដែលផ្ដល់តម្លៃច្រើនជាងតម្លៃដែលអតិថិជនត្រូវបង់នោះការលក់នឹងក្លាយជារឿងងាយស្រួលជាងមុនគោលគំនិតស្នូលបង្កើតសំណើដែលល្អខ្លាំងដល់ថ្នាក់អតិថិជនមានអារម្មណ៍ថាការមិនទិញគឺជាកំហុសសៀវភៅសំណើតម្លៃ$100 លាន$100 offers បង្រៀនអ្នកអំពីរបៀបបង្កើតសំណើអាជីវកម្ម offer ដែលអាចរកប្រាក់ចំណេញបានខ្ពស់សម្រាប់អ្នកដែលមិនសូវស្គាល់ពាក្យនេះ offer គឺជាការរួមបញ្ចូលគ្នារវាងតម្លៃលក់ pricing តម្លៃដែលអតិថិជនទទួលបាន value ការធានា guarantees និងការដាក់ឈ្មោះផលិតផលសេវាកម្ម naming strategies អ្នកនិពន្ធហៅការរួមបញ្ចូលនេះថា Grand Slam offer គាត់ជឿថាមិនមានដែនកំណត់ចំពោះចំនួនប្រាក់ដែលអ្នកអាចរកបានពី Grand Slam offer នោះទេហើយប្រសិនបើអ្នកអាចបង្កើត offer ដ៏អស្ចារ្យបែបនេះបានអ្នកអាចសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុរហូតដល់កម្រិតចូលនិវត្តន៍បានផ្នែកទី1របៀបដែលយើងមកដល់ចំណុចនេះជំពូកទី1ការពិតដ៏ជូរចត់ The Ugly Truth អ្នកនិពន្ធបានផ្លាស់ប្ដូរជីវិតពីភាពក្រីក្រទៅកាន់ភាពមានបានដោយសារតែការបង្កើត Grand Slam offer មួយនៅក្នុងសៀវភៅនេះគាត់នឹងពន្យល់លម្អិតអំពីរបៀបដែល offer ប្រភេទនេះដំណើរការនិងបង្រៀនអ្នកអានឲ្យចេះបង្កើត offerដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្មរបស់ខ្លួនជំពូកទី2 Grand Slam Offers អ្នកនិពន្ធបានរៀនពីបុរសម្នាក់ដែលរៀបចំសិក្ខាសាលាហើយបុរសនោះបាននិយាយថាវិធីល្អបំផុតក្នុងការលក់អ្វីមួយគឺបង្កើត offer មួយដែលល្អខ្លាំងដល់ថ្នាក់មនុស្សមានអារម្មណ៍ថាល្ងងប្រសិនបើពួកគេបដិសេធវាដើម្បីលក់បានអ្នកមិនចាំបាច់ឆ្លាតខ្លាំងឬមានជំនាញលក់អស្ចារ្យនោះទេអ្វីដែលសំខាន់គឺបង្កើតអ្វីមួយដែលមនុស្សភាគច្រើនចង់និយាយថាបាទចាស់សហគ្រិនភាព entrepreneurship គឺជាការជួយដល់អ្នកដទៃខណៈពេលដែលយើងទទួលបានសេរីភាពក្នុងការធ្វើអ្វីដែលយើងចង់ធ្វើការជួយអ្នកដទៃមានន័យថាដោះស្រាយបញ្ហារបស់ពួកគេផ្ដល់តម្លៃឲ្យពួកគេប៉ុន្តែទោះបីជាសហគ្រិនភាគច្រើនយល់ពីគោលបំណង why របស់អាជីវកម្មក៏ដោយការផ្លាស់ប្ដូរតម្លៃ value exchange នៅតែជារឿងចាំបាច់ហើយការផ្លាស់ប្ដូរនេះចាប់ផ្ដើមដោយ offer មួយoffer គឺជាផលិតផលឬសេវាកម្មដែលអ្នកផ្ដល់ជូននិងរបៀបដែលអតិថិជនតាក់ទងជាមួយអាជីវកម្មរបស់អ្នកដូច្នេះអ្នកត្រូវតែបង្កើត offer ដែលល្អបំផុតដែលអ្នកអាចផ្ដល់បាននេះហើយជាអ្វីដែលអ្នកនិពន្ធហៅថា Grand Slam offer បញ្ហាសំខាន់ពីរដែលសហគ្រិនភាគច្រើនជួបប្រទះ 1. មិនមានអតិថិជនគ្រប់គ្រាន់ 2. មិនមានប្រាក់ចំណូលគ្រប់គ្រាន់ផ្នែកទី2ការកំណត់តម្លៃ pricingជំពូកទី3ការកំណត់តម្លៃបញ្ហាផលិតផលដូចគ្នា The commodity problem ក្រុមហ៊ុនត្រូវតែរីកចម្រើនបើមិនដូច្នោះទេពួកគេនឹងធ្លាក់ចុះឬបរាជ័យដើម្បីរីកចម្រើនអាជីវកម្មត្រូវការរឿង3យ៉ាង 1. អតិថិជនកាន់តែច្រើន 2. បង្កើនតម្លៃការទិញរបស់អតិថិជនម្នាក់ 3. ធ្វើឲ្យអតិថិជនទិញញឹកញាប់ជាងមុនតើ Grand Slam offer ជាអ្វីGrand Slam offer គឺជា offer ដែលមានភាពខុសប្លែកពីគេនៅក្នុងទីផ្សារវាមានលក្ខណៈទាក់ទាញខ្លាំងមានតម្លៃលើសគូប្រកួតអាចដាក់តម្លៃខ្ពស់ premium price មានលក្ខខណ្ឌបង់ប្រាក់ដែលជួយឲ្យអ្នកមានសាច់ប្រាក់សម្រាប់ទាក់ទាញអតិថិជនថ្មីនិយាយឲ្យសាមញ្ញអ្នកអាចគិតថ្លៃប៉ុន្មានក៏បានព្រោះគ្មានផលិតផលឬសេវាកម្មណាដូចរបស់អ្នកឡើយ offer របស់អ្នកគួរតែសាមញ្ញនិងច្បាស់លាស់ដល់ថ្នាក់ដែលវាអាចពន្យល់ខ្លួនឯងបានជំពូកទី4ការកំណត់តម្លៃស្វែងរកទីផ្សារត្រឹមត្រូវ A starving crowd ដើម្បីទទួលបានជោគជ័យត្រូវតែមានតម្រូវការសម្រាប់ផលិតផលឬសេវាកម្មរបស់អ្នកទោះបីជាអ្វីដែលអ្នកផ្ដល់មិនសូវល្អប៉ុន្មានក៏ដោយ
ក៏អ្នកនៅតែអាចរកប្រាក់ចំណេញបានប្រសិនបើមានតម្រូវការខ្លាំងពេលខ្លះការបោះបង់ទីផ្សារខុសគឺជាជម្រើសដ៏ត្រឹមត្រូវដើម្បីអាចផ្លាស់ទៅកាន់ទីផ្សារដែលសមស្របជាងដើម្បីលក់បានអ្នកត្រូវការតម្រូវការ demand ប៉ុន្តែមិនចាំបាច់បង្កើតវាឡើយអ្នកគ្រាន់តែស្វែងរកនិងបំពេញតម្រូវការដែលមានស្រាប់មានសូចនាករ4យ៉ាងសម្រាប់ជ្រើសរើសទីផ្សារ 1. ការជិះចាប់ Pain អតិថិជនត្រូវការផលិតផលឬសេវាកម្មរបស់អ្នកយ៉ាងខ្លាំងកម្រិតនៃបញ្ហាឬការជិះចាប់របស់ពួកគេនឹងកំណត់ថាតើពួកគេសុខចិត្តចំណាយប៉ុន្មាន 2. អំណាចទិញ Purchasing Power ក្រុមអតិថិជនគោលដៅរបស់អ្នកត្រូវតែមានលទ្ធភាពទិញអ្វីដែលអ្នកកំពុងផ្ដល់ជូន 3. ងាយស្រួលកំណត់គោលដៅ Easy to Target ទីផ្សារល្អបំផុតគ្មានន័យទេប្រសិនបើអ្នកមិនអាចស្វែងរកនិងឈានដល់អតិថិជនរបស់វាបាន 4. កំពុងរីកចម្រើន Growing ទីផ្សារដែលកំពុងរីកចម្រើនមានឱកាសធំជាងនិងអាចជួយឲ្យអាជីវកម្មរីកលូតលាស់បានលឿនអ្នកនិពន្ធបានបញ្ជាក់ថាមានទីផ្សារ3ប្រភេទដែលនឹងមិនបាត់បង់ឡើយសុខភាព Health ទ្រព្យសម្បត្តិនិងប្រាក់ចំណូល Wealth ទំនាក់ទំនង Relationships លើសពីនេះការផ្ដោតលើទីផ្សារតូចជាក់លាក់ Niche Market អាចធ្វើឲ្យអ្នករកប្រាក់បានច្រើននៅពេលអ្នកដោះស្រាយបញ្ហាជាក់លាក់សម្រាប់មនុស្សប្រភេទជាក់លាក់ផលិតផលរបស់អ្នកនឹងកាន់តែទាក់ទាញនិងមានតម្លៃខ្ពស់សម្រាប់ពួកគេជំពូកទី5ការកំណត់តម្លៃគិតថ្លៃតាមតម្លៃពិតនៅក្រោមតម្លៃដែលអ្នកកំណត់សម្រាប់ផលិតផលឬសេវាកម្មរបស់អ្នកត្រូវតែបង្កើតនិងបង្ហាញតម្លៃគឺឲ្យអតិថិជនមើលឃើញមនុស្សទិញអ្វីមួយព្រោះពួកគេជឿថាពួកគេទទួលបានអ្វីដែលមានតម្លៃលើសពីប្រាក់ដែលពួកគេចំណាយនៅពេលតម្លៃដែលអតិថិជនទទួលបានថយចុះពួកគេនឹងឈប់បង់ប្រាក់នេះត្រូវបានហៅថា value discrepancy គម្លាតរវាងតម្លៃនិងតម្លៃដែលគេទទួលបានហើយអ្នកគួរជៀសវាងវាវិនិយោគិនល្បីល្បាញ Warren Buffett បាននិយាយថាតម្លៃ price គឺជាចំនួនប្រាក់ដែលអ្នកបង់តម្លៃពិត value គឺជាអ្វីដែលអ្នកទទួលបានជាថ្នូរ Grand Slam offer គួរតែមានតម្លៃខ្ពស់អ្នកនិពន្ធណែនាំថា Grand Slam offer របស់អ្នកគួរតែត្រូវបានលក់ក្នុងតម្លៃខ្ពស់បន្ទាប់ពីអ្នកបានបង្កើនតម្លៃរបស់វារួចហើយគោលបំណងមិនមែនគ្រាន់តែលក់បានច្រើនទេប៉ុន្តែគឺរកប្រាក់ចំណេញឲ្យបានច្រើនបំផុតកុំបញ្ចុះតម្លៃទាបជាងគូប្រកួតដើម្បីប្រកួតប្រជែងព្រោះនៅទីបំផុតវាអាចធ្វើឲ្យអាជីវកម្មរបស់អ្នកខាតបង់ហេតុអ្វីគួរគិតថ្លៃខ្ពស់ការបញ្ចុះតម្លៃអាចបង្កឲ្យអតិថិជនមិនយកចិត្តទុកដាក់តម្លៃដែលគេយល់ឃើញចំពោះផលិតផលធ្លាក់ចុះលទ្ធផលរបស់អតិថិជនកាន់តែអន់ទាក់ទាញអតិថិជនដែលមានគុណភាពទាបបន្ថយប្រាក់ចំណេញការដំឡើងតម្លៃអាចបង្កើនការប្តេជ្ញាចិត្តរបស់អតិថិជនបង្កើនតម្លៃដែលគេយល់ឃើញធ្វើឲ្យអតិថិជនទទួលបានលទ្ធផលល្អជាងមុនទាក់ទាញអតិថិជនដែលមានគុណភាពខ្ពស់បង្កើនប្រាក់ចំណេញយ៉ាងច្រើនសរុបមកប្រសិនបើផលិតផលឬសេវាកម្មរបស់អ្នកពិតជាផ្ដល់លទ្ធផលបានល្អការកំណត់តម្លៃខ្ពស់អាចជួយបង្កើនទាំងតម្លៃនិងប្រាក់ចំណេញកុំឲ្យការសង្ស័យខ្លួនឯងរារាំងអ្នកពីការគិតថ្លៃសមស្របទៅនឹងតម្លៃដែលអ្នកផ្ដល់ផ្នែកទី3តម្លៃ value បង្កើតការផ្ដល់ជូន offer របស់អ្នកជំពូកទី6ការផ្ដល់ជូនដែលមានតម្លៃ value offer សមីការតម្លៃ the value equationទោះបីជាគោលដៅរបស់អ្នកគឺគិតថ្លៃឲ្យបានខ្ពស់បំផុតក៏ដោយការធ្វើឲ្យមនុស្សនិយាយថាបាទចាស់ចំពោះការផ្ដល់ជូនរបស់អ្នកគឺជារឿងខុសគ្នាទាំងស្រុងសមីការតម្លៃ the value equation មានកត្តា4ដែលជំរុញតម្លៃ value drivers កត្តាពីខាងលើគួរតែបង្កើនឲ្យខ្ពស់ឡើងកត្តាពីខាងក្រោមគួរតែកាត់បន្ថយឲ្យទាបចុះកត្តាទាំង4មានដូចជា Dream outcome លទ្ធផលក្នុងក្តីស្រមៃអ្វីដែលអតិថិជនរំពឹងថានឹងទទួលបាន Perceived likelihood of achievement ការជឿជាក់ថានឹងសម្រេចបានកម្រិតនៃការជឿជាក់ថាលទ្ធផលនោះនឹងកើតឡើងពិតប្រាកដ Time delay រយៈពេលរង់ចាំត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានលទ្ធផល Effort sacrifice ការខិតខំនិងការលះបង់អ្វីដែលអតិថិជនត្រូវធ្វើឬលះបង់ដើម្បីទទួលបានលទ្ធផលប្រសិនបើអ្នកអាចកាត់បន្ថយ time delay និង effort sacrifice ឲ្យជិត0បាននោះផលិតផលឬសេវាកម្មរបស់អ្នកនឹងមានតម្លៃខ្ពស់បំផុតរបៀបដែលអតិថិជនឬអតិថិជនសក្តានុពលមើលឃើញការផ្ដល់ជូនរបស់អ្នកគឺជាការពិតសម្រាប់ពួកគេការយល់ឃើញ perception គឺជាអ្វីគ្រប់យ៉ាងប្រសិនបើអ្នកអាចផ្លាស់ប្ដូរការយល់ឃើញរបស់មនុស្សអំពីលទ្ធភាពនៃការសម្រេចជោគជ័យរយៈពេលរង់ចាំការខិតខំនិងការលះបង់
ហើយប្រើវាឲ្យជាប្រយោជន៍នោះអ្នកនឹងអាចបន្ថែមតម្លៃដល់ការផ្ដល់ជូនរបស់អ្នកបានយ៉ាងច្រើនភារកិច្ចរបស់ម្ចាស់អាជីវកម្មគឺត្រូវបង្ហាញនិងទំនាក់ទំនងកត្តាទាំងនេះឲ្យបានច្បាស់លាស់បំផុតសេចក្តីពន្យល់អំពីកត្តាទាំង4 1. Dream Outcome លទ្ធផលក្នុងក្តីស្រមៃនេះគឺជាអ្វីដែលអតិថិជនចង់ទទួលបានតាមរយៈផលិតផលឬសេវាកម្មរបស់អ្នកឧទាហរណ៍សម្រកទម្ងន់10គីឡូក្រាមបង្កើនប្រាក់ចំណូលរកគូស្នេហ៍ល្អមានសុខភាពល្អជាងមុន 2. Perceived likelihood of achievement ការជឿជាក់ថានឹងសម្រេចបាននេះគឺជាកម្រិតនៃភាពជឿជាក់របស់អតិថិជនថាពួកគេនឹងទទួលបានលទ្ធផលពិតប្រាកដបន្ទាប់ពីទិញកាលណាអតិថិជនជឿថាខ្ញុំប្រកាសថាវាអាចជួយខ្ញុំបានគឺនោះតម្លៃនៃការផ្ដល់ជូនរបស់អ្នកនឹងកើនឡើង 3. Time delay រយៈពេលរង់ចាំនេះគឺជាពេលវេលារវាងការទិញនិងការទទួលបានលទ្ធផលដែលចង់បានកាន់តែឆាប់ទទួលបានលទ្ធផលកាន់តែមានតម្លៃកាន់តែរង់ចាំយូរតម្លៃកាន់តែធ្លាក់ចុះមនុស្សទិញដោយសារតម្លៃរយៈពេលវែងប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេបន្តប្រើប្រាស់គឺជាលទ្ធផលតូចនិងបទពិសោធន៍ល្អដែលពួកគេទទួលបាននៅតាមផ្លូវ 4. Effort Sacrifice ការខិតខំនិងការលះបង់នេះគឺជាតម្លៃដែលអតិថិជនត្រូវបង់ជាទម្រង់នៃពេលវេលាថាមពលការខិតខំប្រឹងប្រែងការលះបង់ទម្លាប់ចាស់ដើម្បីសម្រេចគោលដៅណាមួយកាលណាផលិតផលឬសេវាកម្មរបស់អ្នកអាចជួយឲ្យអតិថិជនទទួលបានលទ្ធផលដោយប្រើការខិតខំតិចជាងមុននោះតម្លៃនៃការផ្ដល់ជូនរបស់អ្នកនឹងកើនឡើងយ៉ាងខ្លាំងជំពូកទី 7 ការផ្ដល់តម្លៃដោយឥតគិតថ្លៃ Free Goodwill ការជួយអ្នកដទៃអាចនាំមកនូវប្រាក់ចំណូលបង្កើតឱកាសថ្មីនិងថែមទាំងអាចជួយឲ្យអ្នករស់នៅបានយូរជាងមុនផងដែរនៅពេលអ្នកផ្ដល់តម្លៃដល់មនុស្សដោយស្មោះត្រង់មនុស្សនឹងមានទំនុកចិត្តលើអ្នកនិងអាជីវកម្មរបស់អ្នកកាន់តែខ្លាំងជំពូកទី 8 ការបង្កើតតម្លៃក្នុងសំណើលក់ដំណើរការគិត The thought process Convergent problem solving គឺជាវិធីដោះស្រាយបញ្ហាដោយយកព័ត៌មានរស់ថេដែលស្គាល់រួចមកបញ្ចូលគ្នាដើម្បីរកចម្លើយតែមួយដែលត្រឹមត្រូវ Divergent problem solving គឺជាវិធីដោះស្រាយបញ្ហាដោយបង្កើតដំណោះស្រាយជាច្រើនសម្រាប់បញ្ហាតែមួយក្នុងចំណោមដំណោះស្រាយទាំងនោះអាចមានច្រើនដែលត្រឹមត្រូវប៉ុន្តែមានតែមួយប៉ុណ្ណោះដែលសមស្របនិងមានប្រសិទ្ធភាពជាងគេជំពូកទី 9 បង្កើត Grand Slam Offer របស់អ្នកផ្នែកទី 1 បញ្ហានិងដំណោះស្រាយដើម្បីបង្កើត Grand Slam Offer របស់អ្នកត្រូវអនុវត្តជំហានខាងក្រោមជំហានទី 1 កំណត់លទ្ធផលសុបិន Dream Outcome គិតអំពីគោលដៅចុងក្រោយដែលអតិថិជនចង់បាននិងបទពិសោធន៍ដែលពួកគេនឹងទទួលបានក្នុងដំណើរទៅរកគោលដៅនោះសួរខ្លួនឯងថាអតិថិជនចង់បានអ្វីតើជីវិតរបស់ពួកគេនឹងផ្លាស់ប្ដូរយ៉ាងដូចម្តេចបន្ទាប់ពីប្រើផលិតផលឬសេវាកម្មរបស់អ្នកជំហានទី 2 រាយបញ្ជីបញ្ហាសរសេរបញ្ហាទាំងអស់ដែលអតិថិជនជួបប្រទះពេលសរសេរសូមគិតទាំងអ្វីកើតឡើងមុនពេលពួកគេប្រើសេវាកម្មរបស់អ្នកអ្វីកើតឡើងបន្ទាប់ពីពួកគេប្រើសេវាកម្មរបស់អ្នកសូមសរសេរឲ្យបានលម្អិតបំផុតតាមដែលអាចធ្វើបានច្បាប់សំខាន់បញ្ហាដែលអ្នករកឃើញកាន់តែច្រើនអ្នកនឹងអាចបង្កើតដំណោះស្រាយបានកាន់តែច្រើនជំហានទី 3 បង្កើតបញ្ជីដំណោះស្រាយកំណត់ដំណោះស្រាយសម្រាប់បញ្ហានីមួយក្នុងទម្រង់ជាបញ្ជីបំលែងបញ្ហានីមួយទៅជាដំណោះស្រាយជាមុនបន្ទាប់មកទើបបង្កើតផលិតផលឬសេវាកម្មដែលផ្ដល់ដំណោះស្រាយនោះគន្លឹះសំខាន់កុំចាប់ផ្ដើមពីផលិតផលចាប់ផ្ដើមពីបញ្ហារបស់អតិថិជនសិនហើយបន្ទាប់មកទើបបង្កើតដំណោះស្រាយសង្ខេបខ្លីដើម្បីបង្កើត Grand Slam Offer ដែលមនុស្សពិបាកនឹងបដិសេធ 1. កំណត់លទ្ធផលសុបិនរបស់អតិថិជន Dream Outcome 2. ស្វែងរកនិងរាយបញ្ជីបញ្ហាទាំងអស់របស់ពួកគេ 3. បង្កើតដំណោះស្រាយសម្រាប់បញ្ហានីមួយ 4. រួមបញ្ចូលដំណោះស្រាយទាំងនោះទៅក្នុងសេវាកម្មឬផលិតផលដែលមានតម្លៃខ្ពស់នៅពេលអ្នកដោះស្រាយបញ្ហាធំរបស់អតិថិជនបានច្រើនជាងគេសំណើរបស់អ្នកនឹងកាន់តែមានតម្លៃនិងងាយលក់ជាងគេជំពូកទី 10 ការបង្កើត Grand Slam Offer ផ្នែកទី 2 Trim Stack លើសពីអ្វីទាំងអស់អ្នកត្រូវមានផលិតផលឬសេវាកម្មដែលមានតម្លៃខ្ពស់ដើម្បីសម្រេចបានបែបនេះអ្នកត្រូវមានការផ្ដល់ជូន Offer ដែលទាំងទាក់ទាញអតិថិជននិងអាចរកប្រាក់ចំណេញបានអ្នកត្រូវផ្ដល់តម្លៃលើសពីការរំពឹងទុក Over Deliver រហូតដល់អតិថិជនភ្ញាក់ផ្អើលថា
ពួកគេទទួលបានតម្លៃច្រើនជាងប្រាក់ដែលពួកគេបានចំណាយគោលដៅគឺស្វែងរកចំណុចសម្ទល់ឲ្យ sweet spot ដែលងាយស្រួលលោកផ្ដល់តម្លៃខ្ពស់ងាយស្រួលអនុវត្តនិងផ្ដល់ជូនអតិថិជនអ្នកនិពន្ធណែនាំថាត្រូវបង្កើតតម្រូវការ demand ជាមុននឹងធ្វើឲ្យមនុស្សយល់ព្រមទិញសិនបន្ទាប់មកទើបបន្ថែមលក្ខខណ្ឌឬកែប្រែការផ្ដល់ជូនតាមភាពសមស្របជំហានទី4បង្កើតវិធីផ្ដល់ដំណោះស្រាយ Solutions Delivery Vehicles របៀបធ្វើបន្ទាប់ពីអ្នកបានកំណត់បញ្ហារបស់អតិថិជនរួចហើយអ្នកត្រូវសម្រេចថាតើអ្នកនឹងដោះស្រាយបញ្ហាទាំងនោះដោយរបៀបណារបៀបធ្វើក្រហៅគឺជាផ្នែកសំខាន់បំផុតព្រោះវាជាអ្វីដែលអ្នកកំពុងផ្ដល់ជូនជាថ្នូរនឹងប្រាក់របស់អតិថិជនសូមធ្វើការគិតនិងសរសេរគំនិតឲ្យបានច្រើនបំផុតអំពីអ្វីដែលអ្នកអាចបន្ថែមសេវាកម្មបន្ថែមការគាំទ្រឧបករណ៍ការបង្រៀនឯកសារប្រព័ន្ធជំនួយដែលអាចធ្វើឲ្យការផ្ដល់ជូនរបស់អ្នកកាន់តែប្រសើរទោះបីជាអ្នកមិនអនុវត្តគំនិតទាំងអស់ក៏ដោយការធ្វើលំហាត់នេះមានតម្លៃខ្លាំងព្រោះអ្នកនឹងអាចប្រើគំនិតទាំងនោះបានក្នុងរយៈពេលយូរជំហានទី5 Train Stack ជ្រើសរើសនិងរៀបចំនៅពេលអ្នកមានបញ្ជីដំណោះស្រាយវែងរួចហើយសូមវាយតម្លៃថាដំណោះស្រាយនីមួយមានតម្លៃប៉ុន្មានសម្រាប់អតិថិជនចំណាយប៉ុន្មានសម្រាប់អ្នកដំបូងសូមដកចេញដំណោះស្រាយដែលចំណាយខ្ពស់ប៉ុន្តែផ្ដល់តម្លៃទាបបន្ទាប់មកដកចេញដំណោះស្រាយដែលចំណាយពេលឬធនធានច្រើនប៉ុន្តែផ្ដល់តម្លៃតិចទុកតែដំណោះស្រាយដែលចំណាយទាបតែផ្ដល់តម្លៃខ្ពស់និងចំណាយខ្ពស់ប៉ុន្តែផ្ដល់តម្លៃខ្ពស់ខ្លាំងតើធ្វើដូចម្តេចដើម្បីវាស់តម្លៃពេលវាយតម្លៃដំណោះស្រាយសូមសួរខ្លួនឯងថាតើវាជួយអតិថិជនរកប្រាក់បានច្រើនជាងមុនដែរឬទេតើវាជួយអតិថិជនសម្រេចគោលដៅបានងាយជាងមុនដែរឬទេតើវាជួយកាត់បន្ថយការខិតខំនិងការលះបង់របស់ពួកគេដែរឬទេតើវាជួយសន្សំពេលវេលារបស់ពួកគេដែរឬទេតើវាបង្កើនឱកាសជោគជ័យរបស់ពួកគេដែរឬទេសង្ខេបការបង្កើត Grand Slam Offer មិនមែនជាការបន្ថែមអ្វីច្រើនបំផុតនោះទេវាគឺជាការជ្រើសរើសតែអ្វីដែលផ្ដល់តម្លៃខ្ពស់បំផុតដល់អតិថិជនងាយស្រួលផ្ដល់ជូនបង្កើនលទ្ធផលឲ្យអតិថិជនបង្កើនប្រាក់ចំណេញដល់អាជីវកម្មគន្លឹះសំខាន់របស់ Alex Hormozy គឺកុំលក់ផលិតផលលក់លទ្ធផលដែលអតិថិជនចង់បានហើយធ្វើឲ្យពួកគេទទួលបានវាលឿនជាងមុនងាយជាងមុននិងមានភាពជឿជាក់ជាងមុនផ្នែកទី4ការបង្កើនភាពទាក់ទាញនៃការផ្ដល់ជូន Enhancing the Offer ជំពូកទី11ការបង្កើនភាពទាក់ទាញនៃការផ្ដល់ជូនភាពកម្រ Scarcity ភាពបន្ទាន់ Urgency ប្រាក់រង្វាន់ Bonus ការធានា Guarantees និងការដាក់ឈ្មោះ Naming នៅពេលមានតម្រូវការច្រើនពេកអ្នកអាចកាត់បន្ថយការផ្គត់ផ្គង់និងបង្កើនតម្លៃបានមនុស្សមានទំនោរចង់បានអ្វីដែលពួកគេមិនអាចទទួលបានងាយទោះបីជាផលិតផលដែលក៏ដោយប៉ុន្តែបើអ្នកផ្លាស់ប្ដូររបៀបបង្ហាញឬប្រព័ន្ធរបស់វាអ្នកអាចលក់វាបានក្នុងតម្លៃខ្ពស់ជាងមុននេះគឺជាអំណាចនៃភាពបន្ទាន់ Urgency និងប្រាក់រង្វាន់ Bonus តួនាទីសំខាន់របស់ទីផ្សារ Marketing គឺមានឥទ្ធិពលលើតម្រូវការ Demand និងការផ្គត់ផ្គង់ Supply ដោយប្រើការទំនាក់ទំនងដែលមានឥទ្ធិពលនិងគួរឲ្យជឿជាក់អ្នកអាចបង្កើនតម្រូវការសម្រាប់សេវាកម្មរបស់អ្នកលក់បានច្រើនជាងមុនឬលក់ក្នុងតម្លៃខ្ពស់ជាងមុនការបង្កើនភាពទាក់ទាញនៃការផ្ដល់ជូនមានន័យថាបង្កើនតម្រូវការ Demand និងធ្វើឲ្យមនុស្សយល់ថាមានការផ្គត់ផ្គង់តិច Perceived Supply និយាយឲ្យសាមញ្ញគឺលក់សេវាកម្មដែលក្នុងតម្លៃខ្ពស់ជាងមុនការគ្រប់គ្រងទល់ឲ្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់គឺជាគន្លឹះសំខាន់នៃការបង្កើតសំណើដ៏មានអំណាចជំពូកទី12ការបង្កើនភាពទាក់ទាញនៃការផ្ដល់ជូនភាពកម្រ Scarcity ភាពកម្រ Scarcity អាចផ្ដល់អំណាចក្នុងការកំណត់តម្លៃបានស្ទើរតែគ្មានដែនកំណត់ប្រសិនបើអ្នកអាចបង្កើតឲ្យមនុស្សយល់ថាផលិតផលឬសេវាកម្មរបស់អ្នកមានតម្រូវការខ្ពស់ប៉ុន្តែមានចំនួនកំណត់នោះអ្នកអាចគិតថ្លៃខ្ពស់ជាងធម្មតាបានអតិថិជនព្រមបង់ប្រាក់ច្រើនព្រោះពួកគេមានបញ្ហាជាក់លាក់ដែលមានមនុស្សតិចណាស់អាចដោះស្រាយបាននៅពេលប្រភពមានភាពកម្រហើយតម្លៃដែលផ្ដល់ឲ្យមានភាពធំធេងមនុស្សនឹងចង់ទិញកាន់តែខ្លាំងរបៀបបង្កើតភាពកម្រដែលគេស្គាល់ថា FOMO Fear of Missing Out ឬក៏ខ្លាចខកខានឱកាសអាចបង្កើតបានដោយការប្រាប់ជាសាធារណៈថា
អ្នកមានផលិតផលចំនួនកំណត់ឬអាចទទួលអតិថិជនបានត្រឹមចំនួនកំណត់ប៉ុណ្ណោះវិធីនេះធ្វើឲ្យអ្វីដែលអ្នកកំពុងលក់កាន់តែមានភាពទាក់ទាញនិងគួរឲ្យចង់បានប្រភេទនៃភាពកម្រ3យ៉ាង 1. Limited supply of seat slots កន្លែងឬចំនួនទទួលបានមានកំណត់ឧទាហរណ៍ទទួលត្រឹម20នាក់ប៉ុណ្ណោះនៅសល់5កន្លែងចុងក្រោយទទួលអតិថិជនថ្មីបានតែ10នាក់ក្នុងមួយខែ 2. Limited supply of bonuses ប្រាក់រង្វាន់ឬហត្ថប្រយោជន៍បន្ថែមមានកំណត់ឧទាហរណ៍អ្នកទិញ50នាក់ដំបូងទទួលបានអំណោយពិសេស Bonus មានសម្រាប់តែអ្នកចុះឈ្មោះក្នុងសប្តាហ៍នេះប៉ុណ្ណោះ 3. Never available again ឱកាសនេះនឹងមិនមានម្ដងទៀតឧទាហរណ៍កម្មវិធីនេះនឹងបិទការចុះឈ្មោះជាអចិន្ត្រៃយ៍តម្លៃពិសេសនេះនឹងមិនត្រឡប់មកវិញទៀតទេនេះជាវគ្គចុងក្រោយដែលនឹងបើកសង្ខេប Alex Hormozy បង្ហាញថាមនុស្សមិនត្រឹមតែទិញដោយសារតម្លៃប៉ុណ្ណោះទេប៉ុន្តែពួកគេទិញដោយសារខ្លាចបាត់បង់ឱកាសផងដែរដូច្នេះការបង្កើតភាពកម្រ scarcity ភាពបន្ទាន់ urgency bonus ពិសេសអាចធ្វើឲ្យការផ្ដល់ជូនរបស់អ្នកកាន់តែទាក់ទាញនិងងាយលក់ក្នុងតម្លៃខ្ពស់ជាងមុនជំពូកទី13ការបង្កើនភាពទាក់ទាញនៃការផ្ដល់ជូនភាពបន្ទាន់ urgency ប្រសិនបើភាពកម្រ scarcity ពឹងផ្អែកលើចំនួនគឺនោះភាពបន្ទាន់ urgency ពឹងផ្អែកលើពេលវេលាការកំណត់ថ្ងៃផុតកំណត់ deadline គឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការបង្កើតភាពបន្ទាន់នៅពេលមនុស្សដឹងថាឱកាសមួយនឹងបាត់បង់ប្រសិនបើពួកគេមិនសម្រេចចិត្តឆាប់ពួកគេនឹងមានទំនោរធ្វើសកម្មភាពលឿនជាងមុនវិធី4យ៉ាងដើម្បីបង្កើតភាពបន្ទាន់ 1. Rolling cohorts បើកទទួលជាក្រុមឧទាហរណ៍វគ្គសិក្សាចាប់ផ្ដើមរៀងរាល់ខែបិទការចុះឈ្មោះនៅថ្ងៃជាក់លាក់មួយប្រសិនបើខកខានអតិថិជនត្រូវរងចាំវគ្គបន្ទាប់ 2. Rolling seasonal urgency ភាពបន្ទាន់តាមរដូវកាលឧទាហរណ៍ការបញ្ចុះតម្លៃឆ្នាំថ្មី Promotion ពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌការលក់ពិសេសសម្រាប់ Black Friday ឱកាសទាំងនេះមានត្រឹមរយៈពេលកំណត់ប៉ុណ្ណោះ 3. Promotional or pricing urgency ភាពបន្ទាន់ដោយសារ Promotion ឬតម្លៃឧទាហរណ៍តម្លៃពិសេសបញ្ចប់នៅថ្ងៃศุក្រថ្លៃចុះឈ្មោះនឹងកើនឡើងនៅសប្តាហ៍ក្រោយនេះជំរុញឲ្យមនុស្សទិញឆាប់ជាងមុន 4. Exploring opportunity ឱកាសដែលនឹងបាត់បង់យ៉ាងឆាប់រហ័សឧទាហរណ៍ឱកាសវិនិយោគមានរយៈពេល48ម៉ោងប៉ុណ្ណោះកម្មវិធីពិសេសនឹងបិទជាអចិន្ត្រៃយ៍ការបង្ហាញថាឱកាសមួយនឹងមិនមានទៀតធ្វើឲ្យមនុស្សមានអារម្មណ៍ថាត្រូវធ្វើសកម្មភាពភ្លាមជំពូកទី14ការបង្កើនភាពទាក់ទាញនៃការផ្ដល់ជូនប្រាក់រង្វាន់ bonus ការផ្ដល់ជូនមួយនឹងមើលទៅមានតម្លៃទាបប្រសិនបើអ្នកលក់វាតែមួយមុខប៉ុន្តែការផ្ដល់ជូនដដែលនោះអាចមើលទៅមានតម្លៃខ្ពស់ជាងមុនប្រសិនបើអ្នកបំបែកវាជាផ្នែកហើយបង្ហាញអត្ថប្រយោជន៍បន្ថែមជាទម្រង់ bonus គំនិតសំខាន់គឺផ្ដល់ផលិតផលសំខាន់មួយបន្ទាប់មកបង្ហាញ bonus ទាំងអស់ដែលអតិថិជននឹងទទួលបានឧទាហរណ៍វគ្គសិក្សា500 bonus សៀវភៅអេឡិចត្រូនិក e-book ក្រុមគាំទ្រឯកជនវីដេអូបន្ថែមការប្រឹក្សាមួយទល់មួយអតិថិជននឹងមានអារម្មណ៍ថាទទួលបានតម្លៃច្រើនជាងមុនគន្លឹះសំខាន់កុំចរចាបញ្ចុះតម្លៃលើផលិតផល Snow Cold Price បើចង់បិទការលក់ close the deal សូមបន្ថែម bonus ជំនួសវិញការបន្ថែម bonus រក្សាតម្លៃផលិតផលរបស់អ្នកនឹងធ្វើឲ្យការផ្ដល់ជូនកាន់តែទាក់ទាញជំពូកទី15ការបង្កើនភាពទាក់ទាញនៃការផ្ដល់ជូនការធានា guarantees ឧបសគ្គធំបំផុតក្នុងការលក់ផលិតផលឬសេវាកម្មគឺហានិភ័យ risk អតិថិជនតែងគិតថាបើវាមិនដំណើរការវិញបើខ្ញុំខាតប្រាក់វិញដូច្នេះអ្នកត្រូវរកវិធីកាត់បន្ថយហានិភ័យនេះដោយប្រើការធានា guarantees ប្រភេទការធានា4យ៉ាង 1. Unconditional guarantee ការធានាដោយគ្មានលក្ខខណ្ឌអតិថិជនអាចសាកល្បងជាមុនហើយបើមិនពេញចិត្តអាចស្នើសុំប្រាក់វិញបានឧទាហរណ៍មិនពេញចិត្តសងប្រាក់វិញ100 2. Conditional guarantee ការធានាមានលក្ខខណ្ឌការសងប្រាក់វិញអាស្រ័យលើលក្ខខណ្ឌជាក់លាក់ឧទាហរណ៍
បើអ្នកអនុវត្តតាមជំហានទាំងអស់ហើយមិនទទួលបានលទ្ធផលយើងនឹងសងប្រាក់វិញ 3. Anti guarantee គ្មានការធានាអ្នកលក់ប្រាប់ច្បាស់ថាមិនមានការធានាទេជាធម្មតាប្រើនៅពេលមានតម្រូវការខ្ពស់ឬផលិតផលមានភាពពិសេសខ្លាំង 4. Implied guarantee ការធានាដោយលទ្ធផលការធានាផ្អែកលើសមត្ថភាពឬលទ្ធផលដែលអាចវាស់វែងបានឧទាហរណ៍បើអ្នកមិនទទួលបានអតិថិជនថ្មី10នាក់ក្នុងរយៈពេល90ថ្ងៃយើងនឹងបន្តធ្វើការជាមួយអ្នកដោយឥតគិតថ្លៃសេចក្តីសន្និដ្ឋាន Alex Hormozy បញ្ជាក់ថាការធានា guarantees មិនមែនជាអ្វីដែលធ្វើឲ្យអាជីវកម្មជោគជ័យនោះទេប៉ុន្តែវាធ្វើឲ្យការផ្ដល់ជូន offer កាន់តែទាក់ទាញការរួមបញ្ចូលភាពកម្រ scarcity ភាពបន្ទាន់ urgency bonus guarantees អាចធ្វើឲ្យការផ្ដល់ជូនរបស់អ្នកមានតម្លៃខ្ពស់និងងាយឲ្យអតិថិជននិយាយថាបាត់ចាស់កាន់តែច្រើនជំពូកទី15ការបង្កើនភាពទាក់ទាញនៃការផ្ដល់ជូនការដាក់ឈ្មោះ naming អ្នកត្រូវដាក់ឈ្មោះ name សម្រាប់ការផ្ដល់ជូនរបស់អ្នកឲ្យបានត្រឹមត្រូវការដាក់ឈ្មោះដែលល្អអាចធ្វើឲ្យអតិថិជនមានទំនោរចាប់អារម្មណ៍និងឆ្លើយតបបានខ្លាំងជាងមុនជួនកាលការផ្ដល់ជូនមួយអាចនឹងមានភាពធុញទ្រាន់ទៅតាមពេលវេលាដូច្នេះអ្នកត្រូវធ្វើការផ្លាស់ប្ដូរឈ្មោះ refresh បន្ទាប់ពីប្រើវាអស់រយៈពេលយូរសំខាន់គឺផលិតផលដដែលប៉ុន្តែឈ្មោះអាចផ្លាស់ប្ដូររូបមន្ត Magic សម្រាប់ដាក់ឈ្មោះអ្នកនិពន្ធណែនាំរូបមន្ត Magic ដូចខាងក្រោម Magnet អ្វីដែលទាក់ទាញពន្យល់ពីមូលហេតុដែលការផ្ដល់ជូននេះកំពុងត្រូវបានផ្សព្វផ្សាយឬទាក់ទាញមនុស្ស Avatar អតិថិជនគោលដៅពិពណ៌នាអំពីអតិថិជនដែលអ្នកចង់បម្រើឲ្យបានច្បាស់លាស់គោលដៅរយៈពេលបញ្ជាក់អំពីរយៈពេលឬគោលដៅនៃការផ្ដល់ជូនឧទាហរណ៍30ថ្ងៃ90ថ្ងៃ6ខែ internal លទ្ធផលខាងក្នុងពិពណ៌នាអំពីលទ្ធផលដែលអតិថិជននឹងទទួលបាន ideal outcome ឧទាហរណ៍បង្កើនប្រាក់ចំណូលសម្រកទម្ងន់មានអាជីវកម្មស្ថិរភាព container ពាក្យបណ្ដុំប្រើពាក្យដែលបង្ហាញថា offer នេះជាកញ្ចប់រួមមួយ bundle of things ឧទាហរណ៍ system blueprint formula program accelerator ផ្នែកទី5ការអនុវត្ត execution ផ្នែកនេះជាសេចក្តីសង្ខេបនៃសៀវភៅទាំងមូល 1. កុំក្លាយជាផលិតផលធម្មតានៅទីផ្សារ commodity 2. ជ្រើសរើសទីផ្សារធម្មតានិងកំពុងរីកចម្រើន niche 3. កំណត់តម្លៃខ្ពស់ 4. ប្រើ value drivers ទាំង4ដើម្បីបង្កើនតម្លៃ 5. បង្កើត value offer របស់អ្នក 6. បន្ថែមតម្លៃនិងធ្វើឲ្យវាផ្ដល់ផលចំណេញ 7. ប្រើ demand curve និងភាពកម្រ scarcity ឲ្យមានអត្ថប្រយោជន៍ 8. ប្រើភាពបន្ទាន់ urgency 9. ប្រើ bonus ដើម្បីបង្កើនតម្រូវការ 10. កាត់បន្ថយហានិភ័យរបស់អតិថិជនដោយការធានា guarantee 11. ដាក់ឈ្មោះឲ្យល្អ naming សរុបសៀវភៅនេះបង្រៀនថាការលក់ជោគជ័យមិនមែនមកពីការបញ្ចុះតម្លៃទេប៉ុន្តែមកពីការបង្កើត offer ដែលមានតម្លៃខ្ពស់និងពិបាកបដិសេធការរួមបញ្ចូលតម្លៃខ្ពស់ value ភាពកម្រ scarcity ភាពបន្ទាន់ urgency ប្រាក់បន្ថែម bonus អ្នកធានា guarantee ឈ្មោះល្អ naming ធ្វើឲ្យ offer របស់អ្នកក្លាយជាអ្វីដែលអតិថិជននិយាយថាបើមិនទិញទេគឺខាតខ្លាំង